រឿងពីរនាក់បងប្អូនកាលពីព្រេងនាយមានបុរសពោះម៉ាយម្នាក់មានកូនប្រុសចំនួន2នាក់រស់នៅក្នុងភូមិមួយដោយមានជីវភាពក្រលំបាកដោយសារជីវភាពក្រលំបាកធ្វើឲ្យគ្រួសារមួយនេះប្រកបរបរអ្វីពុំសមប្រកបនោះឡើយរោគព្រឹកខ្វះល្ងាចរោគល្ងាចខ្វះព្រឹកលុះក្រោយមកទៀតដោយសារតែជីវភាពខ្វះខាតនិងខ្វះអាហារូបត្ថម្ភផងទៀតនោះជាហេតុនាំឲ្យបុរសពោះម៉ាយម្នាក់នោះធ្លាក់ខ្លួនឈឺក្នុងវ័យកុមារភាពរបស់បងប្អូនទាំងពីរនាក់នោះមិនដឹងរកប្រាក់ឯណាមកជួយព្យាបាលជំងឺរបស់ឪពុកទោះបីជាពួកគេព្យាយាមពឹងពំនាក់អាស្រ័យអ្នកជិតខាងក្តីក៏គ្មានអ្នកណាអាចជួយពួកគេបាននោះឡើយនេះក៏ជាហេតុដែលបណ្ដាលឲ្យបុរសពោះម៉ាយម្នាក់នោះធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់បន្សល់ទុកនៅក្មេងកំព្រា2នាក់ដែលជាបងនិងប្អូនបន្ទាប់ពីចាត់ចែងពិធីបុណ្យសពរបស់ឪពុកតាមប្រពៃណីរួចពួកគេទាំងពីរនាក់ក៏សម្រេចចិត្តទៅស្វែងរករបរចិញ្ចឹមជីវិតនៅឯស្រុកផ្សេងបន្ទាប់ពីធ្វើដំណើរមកយ៉ាងយូរបងប្អូនទាំងពីរនាក់ហាក់ដូចជាហេវហត់និងអស់កម្លាំងរីងរៃយ៉ាងខ្លាំងខណៈពេលនោះដែរពួកគេទាំងពីរនាក់ក៏ស្រមៃនឹកឃើញកាលពីឪពុករបស់ពួកគេនៅរស់គឺប្រកបរបរនេសាទត្រីដើម្បីចិញ្ចឹមជីវភាពរំពេចនោះពួកគេទាំងពីរនាក់ក៏សង្វាតស្វែងរកបឹងមួយដើម្បីធ្វើការនេសាទត្រីបុរសជាបងក៏ព្យាយាមរកវិធីសាស្ត្រក្នុងការបង្កាត់ភ្លើងចំណែកឯប្អូនប្រុសក៏រំពឹងអង្គុយស្ទូចត្រីយ៉ាងស្ងៀមស្ងាត់បន្ទាប់ពីបង្កាត់ភ្លើងរួចប្អូនប្រុសក៏អាចស្ទូចត្រីបានយ៉ាងធំដើម្បីបំពេញចម្អែតក្រពះរបស់ពួកគេក្រោយបរិភោគរួចពួកគេក៏គិតគ្នាថាគួរតែចាប់យកអាជីពបន្តពីឪពុកគឺការនេសាទត្រីនេះក្នុងការចិញ្ចឹមជីវិតរបស់ពួកគេបន្តលុះក្រោយមកពួកគេក៏កាន់តែស្ទាត់ជំនាញក្នុងការនេសាទត្រីហើយយកត្រីដែលពួកគេបាននេសាទទាំងនោះយកទៅលក់នៅលើទីផ្សារជាច្រើនថ្ងៃច្រើនខែក្រោយមកបន្ទាប់ពីការសន្សំប្រាក់បានបន្តិចបន្តួចពីការលក់ត្រីពួកគេក៏មានលទ្ធភាពក្នុងការទិញសត្វគោមួយក្បាលដើម្បីទុកធ្វើស្រែចម្ការនារដូវវស្សាបន្ទាប់ពីចម្រើនវ័យពី1ឆ្នាំទៅ1ឆ្នាំពួកគេទាំងពីរនាក់ក៏អាចមានលទ្ធភាពបង្កើតគ្រួសារដោយបានប្រាក់មកពីការខិតខំប្រឹងប្រែងស្វែងរកត្រីដើម្បីមកលក់ក៏ដូចជាទិន្នផលស្រូវពី1ឆ្នាំទៅ1ឆ្នាំអាចធ្វើឲ្យពួកគេមានជីវភាពធូរធារនៅក្នុងភូមិដោយឃើញការខិតខំប្រឹងប្រែងរបស់បងប្អូនទាំងពីរនាក់នោះលោកមេភូមិដែលមានកូនស្រី2នាក់ផងដែរក៏បានផ្សំផ្គុំនិងរៀបអាពាហ៍ពិពាហ៍ឲ្យបងប្អូនប្រុសស្រីទាំងពីរគូនោះបន្ទាប់ពីបានរៀបចំផ្សំផ្គុំតាមប្រពៃណីរួចមកពួកគេក៏នៅតែបន្តមុខរបរនេសាទត្រីនិងធ្វើស្រែចម្ការដើម្បីផ្គត់ផ្គង់ជីវភាពដោយហេតុដែលមានការណែនាំនិងប្រៀនប្រដៅពីឪពុកកាលដែលគាត់នៅរស់បញ្ជាក់ថាឲ្យបងប្អូនទាំងពីរនាក់ត្រូវចេះស្រឡាញ់រាប់អានគ្នាទោះគ្រាក្រលំបាកឬមានយ៉ាងណាក្តីបណ្ដាំរបស់ឪពុកគឺតែងតែដក់ជាប់នៅក្នុងហឫទ័យរបស់ពួកគេទាំងពីរនាក់ជានិច្ចក្តីស្រឡាញ់របស់បងនិងប្អូនទាំងពីរនាក់នេះ
ចេះតែកើតមានរហូតពីមួយថ្ងៃទៅមួយថ្ងៃមិនអាចឲ្យពួកគេបែកបាក់សាមគ្គីឬឆ្លោះទាស់តែងគ្នាឡើយរួមទាំងការខិតខំប្រឹងប្រែងរបស់ពួកគេទាំងថ្ងៃទាំងយប់ឥតមានសម្រាកសោះនោះធ្វើឲ្យពួកគេមានជីវភាពធូរធារនិងលាចាកនៅភាពក្រលំបាកដែលពួកគេធ្លាប់ឆ្លងកាត់តាំងពីក្មេងតរៀងអើយ